អាស៊ូម៉ា ស្ដីបងប្អូន រៀបរាប់នៅក្នុងសិភៅរបស់គេថាពួកប៉ូលីសទាំងអស់នោះមិនទាន់មានតម្រុយអ្វីមករកគេនោះទេអរគុណប៉ាមូអ៊ីដូអូគីស៊ីនសូមបន្តជួយការពារខ្ញុំបន្តទៀតផងហាក់បីដូចជាប៉ាមូអ៊ីដូអូគីស៊ីនហ្នឹងគឺជាព្រះដែលតាមការពារគេអញ្ចឹងទាំងដែលគ្មាននរណាគេដឹងទេថាប៉ាមូអ៊ីដូអូគីស៊ីនហ្នឹងគឺជាអ្នកណា រហូតដល់ថ្ងៃទី24 ខែឧសភាគឺជាថ្ងៃដែលគេរកឃើញគោលដៅថ្មីរបស់គេនោះគឺក្មេងប្រុសដែលមានឈ្មោះថាជុនហាសេជាក្មេងប្រុសម្នាក់ដែលរៀនជាមួយនឹងប្អូនរបស់គេផងដែរនៅថ្ងៃនោះអាស៊ូម៉ាបានជិះកង់របស់គេចេញទៅក្រៅដោយសរសេរថាគេមានអារម្មណ៍ថាគេចង់សម្លាប់មនុស្សអាស៊ូម៉ាបានជិះទៅបឋមសិក្សាមួយនៅក្នុងតំបន់នោះហើយគេក៏បានជួបជាមួយនឹងក្មេងប្រុសហាសេដោយចៃដន្យហើយដោយសារតែហាសេនឹងគឺជាក្មេងប្រុសដែលមានខួរក្បាលអភិវឌ្ឍមិនដំណើរការល្អឬក៏គេហៅថាក្មេងប្រុសដែលមានការរីកលូតលាស់ខួរក្បាលអត់ត្រូវវ័យអញ្ចឹងណាអញ្ចឹងគេត្រូវយកក្មេងប្រុសម្នាក់ហ្នឹងទៅដាក់នៅក្នុងឆាកពិសេសហើយគាត់ជួន